ប្រសិនបើមានការសង្គ្រោះបន្ទាន់កើតឡើងក្នុងអំឡុងពេលការងារកសិកម្មអ្នកត្រូវតែទូរស័ព្ទទៅលេខ119ដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលនោះត្រូវប្រាប់ទីតាំងរបស់អ្នកជំងឺឲ្យច្បាស់ប្រសិនបើអ្នកមិនស្គាល់អាស័យដ្ឋានសូមប្រើអគារដែលធំជាងគេនៅក្បែរនោះសាលាភូមិឈ្មោះផ្លូវឬក៏ ordonate ផ្លូវ highway ដើម្បីស្វែងរកព័ត៌មាននិងបើកព័ត៌មានទីតាំងនៅលើ smartphone របស់អ្នកប្រសិនបើអ្នករកឃើញព័ត៌មាននៅជិតដែលអាចបង្ហាញទីតាំងរបស់អ្នកសូមថតរូបដោយប្រើទូរស័ព្ទដៃរបស់អ្នកហើយផ្ញើរូបភាពទៅលេខ119ដោយប្រើមុខងារសារអត្ថបទដើម្បីរាយការណ៍វានៅពេលនេះប្រសិនបើអាចរូបថតនៃស្ថានភាពអ្នកជំងឺក៏គួរតែត្រូវបានផ្ញើផងដែរប្រសិនបើអ្នកចង់បង្ហាញពីស្ថានភាពជាក់ស្ដែងនៅនឹងកន្លែងអ្នកក៏អាចរាយការណ៍វាដោយការហៅជាវីដេអូទៅលេខ1ប្រសិនបើបេះដូងរបស់អ្នកជំងឺឈប់លោតស្ពើគួរតែត្រូវបានអនុវត្តក្នុងរយៈពេល4នាទីនេះក៏ព្រោះតែបើប្រើពេលលើសពី4នាទីខូចខួរក្បាលកើតឡើងហើយបើលើស10នាទីលទ្ធភាពស្លាប់នឹងកើនឡើងដំបូងប៉ះស្មារបស់អ្នកជំងឺស្រាលដើម្បីពិនិត្យមើលការឆ្លើយតបសួស្ដីតើអ្នកមិនអីទេអ្នកពាក់វ៉ែនតាសូមទូរស័ព្ទទៅលេខ1ដាក់អ្នកជំងឺចុះក្នុងទីតាំងត្រឹមត្រូវហើយពិនិត្យមើលការដកដង្ហើមប្រសិនបើរើបានបញ្ជាក់ថាគាំងបេះដូងធ្វើការសង្កត់ដើមទ្រូងដោយដៃទាំងពីរបានចុចត្រង់ចំណុចសម្ពាធជាក់លាក់អនុវត្តសម្ពាធដោយប៉ះតែតំបន់ដែលស្ថិតនៅក្រោមបាតដៃនៅពេលនោះត្រូវប្រាកដថារក្សាកែងដៃរបស់អ្នកបញ្ឈរហើយចុចឲ្យខ្លាំងនិងរហ័សប្រហែល100ទៅ120ដងក្នុង1នាទីទៅជម្រៅប្រហែល5សង់ទីម៉ែត្រធ្វើម្ដងទៀតរហូតតតែអ្នកជំងឺដឹងខ្លួនឡើងវិញរហូតដល់ឡានសង្គ្រោះ119មកដល់ប្រសិនបើការដកដង្ហើមសិប្បនិម្មិតអាចធ្វើទៅបានសូមធ្វើការសង្កត់ទ្រូងចំនួន30ដងនិងការដកដង្ហើមសិប្បនិម្មិតចំនួន2ដងសុភត្រឹមត្រូវក្នុងរយៈពេល4នាទីគឺជាវិធីសង្គ្រោះជីវិត